ខ្ញុំបានមកទទួលបទពិសោធន៍ថ្មីជាលើកទី1ដែលខ្ញុំបានមកកាន់ប្រទេសម៉ាឡេហើយក៏ជា unplanned trip មួយដែលខ្ញុំអត់មានបាន save budget អីទាំងអស់ហ្មងតែចង់ដឹងថាខ្ញុំមកលេងប្រទេសម៉ាឡេហ្នឹងណាដែលខ្ញុំអត់មានលុយខាងក្រៅចាយសូម្បីតែមួយរៀលមួយកាក់មួយសេនតែខ្ញុំអាចធ្វើមិនបានដើម្បីទិញអីវ៉ាន់ផ្សេងៗហើយធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនិយាយទៅប្រទេសម៉ាឡេជាប្រទេសដែលអភិវឌ្ឍខ្លាំងមិនថាឡើយការហូបចុករបស់របរប្រើប្រាស់ហាង brand អីផ្សេងហើយសូម្បីតែទីកន្លែងកម្សាន្តដោយកន្លែងព្រះវិស្ណុនេះអញ្ចឹងគេហៅថាបទូខេខ្ញុំមកចំថ្ងៃមៀកបូជាក៏ដូចជាគេហៅថា public day ពេលអញ្ចឹងមនុស្សកោះកមកជីឡានសុកលេខខ្វាច់ចិត្តតែឆ្ងល់ហេឋានទេវតាមែនទេទីក្រុងលើភ្នំអូយអភិវឌ្ឍដល់ថ្នាក់ហ្នឹងបងប្អូនជាកន្លែងឲ្យ experience ថ្មីមែនតែនសម្រាប់ខ្ញុំតែមុនទៅដល់អាទីក្រុងលើអាកាសរបស់គេហ្នឹងដល់ត្រឹមពាក់កណ្ដាលភ្នំគេមានកន្លែងគោរពបូជាសាសនាបែបព្រះពុទ្ធសាសនាមិនបងអង្គយូរពួកខ្ញុំបានធ្វើដំណើរបន្តទៅដល់លើភ្នំហើយហូបបាយថ្ងៃញ៉ាំនេះហើយជាមូលហេតុដែលខ្ញុំប្រាប់ទាំងអស់គ្នាថាមកដល់ប្រទេសម៉ាឡេអត់មានបានដូរលុយអីក៏ពួកខ្ញុំអាចចាយលុយទាំងអីញ៉ាំបានដែរហើយជាមួយនឹងវីសាការបស់ធនាគារ CP Bank បងប្អូនណាចូលចិត្តធ្វើដំណើរទៅកាន់ក្រៅប្រទេសខ្ញុំគិតថាបងប្អូនគួរតែមានមួយក្នុងដៃព្រោះវីសាការបស់ធនាគារ CP Bank ណាបងប្អូនអាចទៅអង្គុយបាននៅក្នុង Plaza Premium Lounge បានរហូត6ដងក្នុងមួយឆ្នាំដែលអត់គិតថ្លៃតែម្ដងមាន buffet មានអីញ៉ាំ free ទៀតអញ្ចឹងវាចំណេញពេលបងប្អូនណាសូម្បីតែទៅក្រៅប្រទេសក៏យើងអាចទិញអីវ៉ាន់ shopping ឬក៏ញ៉ាំអីផ្សេងបានដែរគ្រាន់តែបងប្អូនយកកាតរបស់ CP Bank ដាក់ scan លើម៉ាស៊ីនប៉ុសរបស់គេហើយលុយគឺចូលគេអូតូមកទៅពេលចឹងស្រួលមួយយ៉ាងដែរតាមិនថាទិញអីវ៉ាន់ brand ឬក៏បងប្អូនមកញ៉ាំអីតាមផ្លូវអីក៏ដោយវាផ្ដល់ជាការងាយស្រួលសម្រាប់បងប្អូនឲ្យសុវត្ថិភាពដូចបាយឆ្នាំងដីមកកន្លែងនេះនិយាយពីថាឆ្ងាញ់ណាបងប្អូនហើយតម្រង់ជួលចាប់លេខទីតាំងនៅ China Town ក្រោយ Pavilion បងប្អូនណាទៅលេងនៅ Pyramid Mall វិញរីកុំឲ្យបងប្អូនទៅ Shake Shack ជាហាង burger របស់ប្រទេសអាមេរិកហើយក៏មាន franchise នៅប្រទេសម៉ាឡេដែរខ្ញុំក៏ប្រើប្រាស់ការ CP Bank ដើម្បីធ្វើការទូទាត់ប្រាក់ដែរតែពេលអញ្ចឹង trip លើកក្រោយ unplanned មិនក្តៅក៏ខ្ញុំអត់ភ័យដែរពីព្រោះឲ្យតែខ្ញុំមាន visa កាតរបស់ CP Bank មួយក្នុងដៃគឺផ្ដល់ជាភាពងាយស្រួលហើយសុវត្ថិភាពដល់ខ្ញុំទៀតអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយទៀតណាជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ